ចាប់ផ្ដើមធ្វើប្លុកទី1000ឲ្យយកជាសាច់ការបានមួយនៅក្នុងថ្ងៃនេះអញ្ចឹងនេះគឺជាប្លុកដែលខ្ញុំអាចយកជាផ្លូវការបានលើកដំបូងរបស់ខ្ញុំដែលខ្ញុំចង់ធ្វើប្លុកនេះអស់រយៈពេលជាង10ឆ្នាំហើយអញ្ចឹងសង្ឃឹមថាបងប្អូនបានទស្សនាទាំងអស់គ្នាបើពេញចិត្តកុំភ្លេច comment និងជួយ subscribe ម្នាក់មួយផងសួស្តីបងប្អូនប្រិមិត្តទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបាទ admin ដូចគុណធ្វើវីដេអូមួយទៅលេងនៅស្រុកខ្លួនឯងផងទៅលេងនៅផ្ទះខាងប្រពន្ធផងដោយសារតែខ្ញុំរៀបការហើយខ្ញុំនៅស្រុកបានកន្លះឆ្នាំដែរសំទោសមិនកន្លះឆ្នាំ4-5 ខែដែរតែដោយសារតែខ្ញុំប៉ានស្មានពីការងាររបស់ខ្ញុំទៅវាអត់សូវល្អអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាមកនៅពេញវិញហើយពេលដែរមកនៅពេញហ្នឹងក៏ខ្ញុំបានសួរយោបល់ប្រពន្ធសួរយោបល់គ្រួសារដែរក៏ឯកភាពក៏ប៉ុន្តែគោលបំណងរបស់ខ្ញុំក្រោយរៀបការគឺខ្ញុំចង់នៅស្រុកជុំគ្នាមួយប្រពន្ធរបស់ខ្ញុំទេតែដោយសារតែកត្តាការងារវាអត់ល្អអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាមកភ្នំពេញវិញមកកន្លែងដែរខ្ញុំស្នាក់នៅមុនគឺជាផ្ទះម្ដាយបកើតឪពុកបកើតរបស់ខ្ញុំណាហើយមួយសប្តាហ៍ពីរសប្តាហ៍អញ្ចឹងគឺខ្ញុំទៅលេងផ្ទះម្ដងជួនកាលទៅអាចចូល2-3សប្តាហ៍អញ្ចឹងទៅតែដោយសារតែរយៈក្រោយនេះប្រពន្ធរបស់ខ្ញុំក៏ទៅតែមានផ្ទៃពោះអញ្ចឹងខ្ញុំក៏ឧស្សាហ៍ទៅលេងគាត់ដែរក៏ប៉ុន្តែសប្តាហ៍មុនគាត់មកលេងតែមកលេងទេតែខ្ញុំត្រូវទៅជូនគាត់ទៅពិនិត្យផ្ទៃពោះនៅពេទ្យតែក្នុងវីដេអូនេះអាចបានថតជូនបងប្អូនទេវីដេអូទៅពិនិត្យផ្ទៃពោះខ្ញុំបានថតវីដេអូជិះម៉ូតូនឹងតិចតួចបំផុតនិយាយទៅគឺខ្ញុំអត់សូវចង់ថតប្រហែលនៅផ្ទះទេអញ្ចឹងក៏សម្រេចចិត្តថាអាប់ដេតបន្តិចតាក់ទងទៅនឹងការថតគឺខ្ញុំថតលើម៉ូតូតែលើកក្រោយខ្ញុំនឹងថតពីសកម្មភាពនៅផ្ទះវិញអញ្ចឹងនេះគឺខ្ញុំចេញដំណើរតាមផ្លូវទៅមុននឹងពេលដែលខ្ញុំទៅស្រុកគឺខ្ញុំចូលទិញម្ជូរឲ្យប្រពន្ធខ្ញុំសិនកន្លែងម៉ួយរបស់គាត់នៅផ្លូវត្រង់មាន់នៅផ្លូវរោងចក្រនៅម្ដុំវត្តអង្គតមិញហ្នឹងគឺផ្លូវខ្ញុំជិះទៅផ្ទះស្រាប់ក៏ប៉ុន្តែអ្នកលក់គេអត់ទាន់លក់ស្រួលបួផងតែដោយសារតែយើងត្រូវទៅស្រុកគេអត់ទាន់រៀបចំអីទាំងអស់តែខ្ញុំក៏សម្រេចចិត្តថាសុំទិញគាត់ទៅអញ្ចឹងដើម្បីខ្ចប់យកទៅឲ្យប្រពន្ធអញ្ចឹងណាហើយពេលដែលទិញម្ជូរហើយក៏ឆ្លៀតទៅទិញថ្នាំផ្ញើពុកក្មេកដែរគាត់ជាប់សរសៃអញ្ចឹងក៏ខ្ញុំទៅទិញថ្នាំនៅផ្សារតប៉ាងហើយនេះគឺផ្លូវចេញពីផ្សារតប៉ាងទៅវត្តភ្នំនឹងឯងគឺខ្ញុំចេញមកអស់អីត្រូវទិញហើយនិយាយរួមទៅគឺយើងជិះតាមហ្នឹងទៅកាត់វត្តភ្នំហើយយើងឡើងស្ពានជ្រោយចង្វាទៅខ្ញុំទៅឆ្លងដអាហ្នឹងហៅដស្វាយជ្រុំឬក៏ដអរិយខ្សាត់ទេខ្ញុំអត់ស្គាល់ទេខ្ញុំឆ្លងរហូតដែរប្រហែលជាដអរិយខ្សាត់មកទៅស្វាយជ្រុំឆ្លងពីកោះពេជ្រទៅអញ្ចឹងប្រហែលជាអរិយខ្សាត់ហើយអញ្ចឹងខ្ញុំជិះតាមហ្នឹងទោះបីជាផ្លូវរៀងពិបាកបន្តិចក៏ពិតមែនតែវាលឿនឆាប់ដល់ផ្ទះបើសិនជាយើងជិះតាមជ្រោយចង្វាទៅតាមភ័យតមៈវាហុយខ្លាំងហើយវាយូរទៀតពីមុនខ្ញុំជិះតាមវាមានឆ្នះទៀតព្រោះផ្ទះខ្ញុំនៅខាងចំចៅអញ្ចឹងណាខាងតពាំងក្លឹងមិនមែនចំចៅទេអញ្ចឹងនេះគឺចិត្តដល់វត្តភ្នំហើយវាជាអារម្មណ៍មួយប្លែកដែរដែលខ្ញុំថតនៅលើម៉ូតូតែខ្ញុំមិនមែនកាន់កាមេរ៉ាថតទេណាបងប្អូនខ្ញុំសម្រេចចិត្តថាខ្ញុំទិញជើងកាមេរ៉ាចាប់លើម៉ូតូមួយដែលមានតម្លៃ$12តែគ្រាន់តែថាវាមិនទាន់ល្អទេតែអូខេអាចទទួលយកបានសម្រាប់ខ្ញុំណាវាគ្រាន់បើជាងយើងកាត់ដៃថតដែរហើយខ្ញុំចង់ថតបែបហ្នឹងយូរហើយតាំងពីទិញកាមេរ៉ាមកតែដែលមានឱកាសទេតែសោកស្ដាយបងប្អូនថ្ងៃមុនខ្ញុំផ្លេចម៉ៃហ្នឹងគឺនៅកាបូបប្រពន្ធខ្ញុំអញ្ចឹងខ្ញុំអត់បានថតនិយាយបដាទេណាមួយទៀតដោយបងប្អូនឃើញស្រាប់ថាមួករបស់ខ្ញុំជាប្រភេទមួក open face អញ្ចឹងជាប្រភេទមួកដែលអត់មានចង្កាទេអញ្ចឹងយើងពិបាកដាក់ម៉ៃមែនតើហើយបើដាក់ម៉ៃក៏ខ្យល់និយាយអត់កើតដែរអញ្ចឹងខែក្រោយពេលដែលបើកលុយប្រហែលជាត្រូវទិញមួកថ្មីដើម្បីដាក់ម៉ៃចូលមួកអីតែអត់ដឹងថាចាំបាច់អត់ទេបើចាំបាច់បានខ្ញុំទិញអញ្ចឹងណាដោយបងប្អូនឃើញស្រាប់អញ្ចឹងនេះគឺមួកខ្ញុំវាអត់មានចង្កាទេហើយរូបភាពក៏ចាប់មិនសូវស្អាតដែរដោយសារតែកាមេរ៉ានឹងវាទាបពេកលើក្រោយខ្ញុំនឹងអាប់ដេតឡើងទៅលើបន្តិចដើម្បីឲ្យបងប្អូនឃើញទេសភាពខាងក្រោយផងតែប៉ុន្តែខ្ញុំគិតថាខ្ញុំអាចទទួលយកបានសម្រាប់ខ្លួនឯងលើកនេះណាវាល្អប្រសើរជាងលើកមុនដែរខ្ញុំអត់ដឹងថាត្រូវនិយាយអីរៀបរាប់អីទៅកាន់បងប្អូនទេដោយសារតែ20នាទីជាងនោះហើយ
ខ្ញុំគិតតែពីថតយកមកគឺអាផ្លូវនេះគឺផ្លូវ Norton ហ្នឹងឯងដែលយើងចាក់ទៅកំពង់ចន្លងបើជិះទៅក្នុងភ្នំពេញរៀងជូរបើចេញតែផុតពីភ្នំពេញទៅគឺអត់ជូរទេហើយជិះពេលព្រឹកអញ្ចឹងគឺអារម្មណ៍ស្រស់ស្រាយជាងពេលថ្ងៃពេលល្ងាចខ្លាំងមែនតើគឺខុសគ្នាឆ្ងាយហ្មងខ្ញុំជិះពេលព្រឹកមានអារម្មណ៍ថាមួយផ្លែតគឺដល់ផ្ទះហើយតិចស្ដាប់ចម្រៀងមួកខ្ញុំហ្នឹងវាមានកាសមានចម្រៀងក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងគឺយើងបើកចម្រៀងតិចស្ដាប់តែកុំបើកខ្លាំងពេកព្រោះយើងຕົកសុវត្ថិភាពពេលដែលយើងស្ដាប់គេក៏ play ឬក៏គេអីចឹងទៅឬក៏ឡានសង្គ្រោះមិនទាន់អញ្ចឹងណានេះគឺយើងមកដល់កំពង់ដរយើងហៅថាកំពង់ចម្លងនឹងឯងគឺមកដល់ហ្នឹងគឺយើងឲ្យលុយគេតម្លៃម៉ូតូមួយមនុស្សមួយ 1000 រៀលតែបើមនុស្សពីរម៉ូតូមួយ 1500 រៀលខ្ញុំគិតថាវាមិនថ្លៃទេប៉ុន្តែវាសមរម្យណាសម្រាប់ការធ្វើដំណើរណាមួយទៅក៏វាស្រួលដែរយើងបានឆ្លងតម្រាំតែតិចទៀតទៅរដ្ឋាភិបាលលោកបានធ្វើស្ពានទៅយើងក៏សល់លុយដែរតែថា1000 2000 រៀលខ្ញុំគិតថាមិនអីទេតែឡានខ្ញុំអត់ដឹងប្រហែលដែរមកដល់គឺចៃដន្យប៊ីគេទៅមុនបាត់តែសំណាងល្អយើងមកដល់គឺនៅសតឡានមួយហ្នឹងគឺគេចេញហើយចឹងយើងឈប់សម្រាប់បន្តិចដើម្បីឲ្យឡានគេអាយ៉ៃចូលចាំយើងចូលទៅតាមក្រោយលឿនដែរយើងមកដល់យើងបានទៅហ្មងយើងមិនចាំបាច់ចាំទេដោយសារតែគេពេញដំណត្រឡប់ខ្ញុំអត់បច្ច្រៀតទេបើគេខ្លះគឺគេបច្ច្រៀតឡើងទៅមុនហើយតែខ្ញុំអត់ទេខ្ញុំឲ្យអត្ថភាពទៅឡានមុនដោយសារតែយើងធ្លាប់បើកបរឡានយើងដឹងពីសុខទុក្ខអ្នកជិះឡានដូចគ្នាអញ្ចឹងខាងនេះក៏គេជួយសេរីខ្ញុំក៏ចាំឲ្យគាត់ធ្វើផុតសិនបងប្អូនមើលនៅនេះគៀណាតែក៏ពិតខ្ញុំទុក space ឆ្ងាយមែនតើគីឡូគាត់អកសើអីចឹងណាគឺខ្ញុំអត់នេះទេមើលនៅក្នុងកាមេរ៉ាវាកោងដល់ពេលអញ្ចឹងមើលទៅរៀងគៀអញ្ចឹងខ្ញុំចូលមកបន្តិចខ្ញុំអត់ទៅចិត្តគាត់ទេហើយជាទូទៅបើសិនជាមានឱកាសនៅពេលដែលខ្ញុំឡើងទូកដរគឺខ្ញុំប្របែក្បាលម៉ូតូមកឲ្យហើយដោយសារតែកុំឲ្យពិបាកពេកតែទៅដល់យើងពិបាកទៅមកយើងសេរីយើងអីចឹងតែនេះគឺខ្ញុំចាំមើលតែគាត់ចូលផ្លុកខ្ញុំបត់ក្បាលម៉ូតូឡើងមកវិញហើយតិចស្រួលអត់សូវក្តៅអីប្រហែលទេនិយាយរួមទៅបើវាបើកថ្ងៃក៏វាមិនក្តៅដែរបើកថ្ងៃមែនតែវារៀងតិចអញ្ចឹងណាអញ្ចឹងពេលដែលម៉ូតូចូលគូដល់វឹបយើងចាប់ផ្ដើមអាហារពេលព្រឹកទិញនៅកន្លែងកាហ្វេហ្នឹងកាហ្វេមួយហើយនឹងសាំងវិចនេះមួយជាទូទៅខ្ញុំអត់ដែរញ៉ាំសាំងវិចទេតែដោយសារថ្ងៃនេះអត់ដឹងញ៉ាំអីហើយណាមួយក៏ទប់ពោះដែរពេលជិះម៉ូតូទៅកុំឲ្យយើងហេវឬក៏យើងចុកពោះអញ្ចឹងណានេះជាប្រភេទសាំងវិចសាច់ត្រីធូណាវាមិនមែនជាសាច់ក្តាមទេជាមួយនឹងសាច់ផាត់អីចឹងទៅមានអីរសជាតិគួរសមដែរខ្លែមជាមួយនឹងបរិយាកាសនៅលើទូកដរហើយមិនដឹងថាណាគេលេបទឹកមាត់ខ្លះទេខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់បានមើលគឺអាឡ័យទៅដាក់យកព្រោះឃ្លានដែរហ្នឹងហើយក៏មានកាហ្វេមានអីដែរនិយាយរួមទៅខ្យល់តិចដូចបងប្អូនឃើញចឹងឯងហើយបន្ទាប់ពីយើងឆ្លងដរនេះហើយគឺយើងសុទ្ធតាមមកប្រាយទៀតទៅគឺដល់ទេហើយតែអ្វីដែលជាឧបសគ្គនោះគឺផ្លូវពីកំពង់ដរហ្នឹងទៅ7NG វាចាប់ផ្ដើមខូចទៀតហើយខ្ញុំទៅឃើញគេធ្វើមិនតមានកន្លះឆ្នាំហ្មងឥឡូវខូចទៀតហើយផ្លូវពិបាកមែនតែវាក៏លុកច្រើនមែនតែបងប្អូនអញ្ចឹងបើសិនជាម៉ូតូមកកង់ទូចមកមិនធ្លាក់មកកលុកហ្នឹងទៅគឺដល់ខ្ទេចវល់ហ្មងតែដោយសារម៉ូតូខ្ញុំកង់រៀងធំតែម៉ូតូខ្ញុំក៏មានបញ្ហាដែរលើកនេះពេលត្រឡប់មកវិញត្រូវជួសជុលដែរដោយសារតែវាលន់ខ្លាំងមែនតែហើយកង់ក្រៅមិនដឹងថាបែកបដាងឬក៏បែកអីទេហើយស្បែកហ្វ្រាំងក៏ត្រូវអាប់ដេតខែនេះគ្រាន់តែសាច់ធ្វើម៉ូតូប្រហែលជាជាង100 200ទៀតហើយព្រោះខែមុនធ្វើអស់100ខែនេះប្រហែលជាធ្វើអស់ច្រើនរយៈពេល5ឆ្នាំដែលខ្ញុំជិះវានេះគឺយើងដល់ពេលដែលត្រូវធ្វើវាហើយទោះបីជាវាមិនខូចទោះបីវាមិនទាន់គាំងទៅមកលេរួចតែយើងត្រូវតែធ្វើព្រោះដើម្បីសុវត្ថិភាពយើងហើយណាមួយយើងត្រូវតែឆែកមើលឲ្យបានច្បាស់លាស់ឥឡូវយើងដល់ច្រាំងយើងត្រូវឡើងទៅហើយយើងត្រូវឡើងទៅលើវិញហើយខ្ញុំបបែក្បាលម៉ូតូហើយខ្ញុំលឿនជាងគេដោយសារខ្ញុំបបែក្បាលម៉ូតូមកអញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំឡើងមកដល់លើគឺចៃដន្យនេះជិះមកឃើញសាវម៉ៅហើយខ្ញុំអត់ដែលបានផ្ញើអីទៅអ្នកផ្ទះទេដោយសារតែម៉ែផ្ញើក្រែងទៅមេអូនដែលត្រូវជាប្អូនខ្ញុំប្អូនចដូនមួយអញ្ចឹងខ្ញុំក៏ឆ្លៀតថានឹងទិញសាវម៉ៅចំនួន2គីឡូជាងដែរទៅផ្ញើយាយហើយតាព្រោះតាខ្ញុំគាត់ជួយចិត្តមកខុតទេតែដោយសារតែអត់មានហើយណាមួយផ្លែឈើគាត់ចូលចិត្តដូចគ្នាហ្នឹងអញ្ចឹងក៏ទិញទៅមួយលែកយកទៅផ្ញើប្រពន្ធផ្ញើម៉ែក្មេកពុកក្មេកខ្លះហើយក៏ផ្ញើយាយខ្លះដែរថវិកា
តិចតួចសួស្ដីយើងទិញទៅយើងរំលែកទៅណាអត់មានអីត្រូវទិញទេព្រោះអ្នកផ្ទះខ្ញុំគាត់តារ៉េនអីនេះក៏ហូបឆ្អែតហើយរដូវកាលនេះចឹងឥឡូវនេះចូលទិញសាវម៉ាវតិចសិនសាវម៉ាវលក់មិនព្រោះនេះហូបសាវម៉ាវ1គីឡូមែន1គីឡូ3,000ហ្នឹងមែនហ្នឹងហើយបោះខ្មែរគីឡូ5,000យក2គីឡូ3គីឡូ3គីឡូ5,0005,000យក2គីឡូវិញ2គីឡូដាក់គ្រប់2គីឡូកន្លះព្រោះហើយចាំជួយមួយលេខ2ថងមកហ្នឹងហើយតែប៉ុណ្្នឹងទៅបានបាទស្កេនបានតែពូបានទេពូបានអស់បានទេពូចូលពីអត់ទៅជិះដើម្បី7ទៅឥឡូវនេះយើងចូលមកដល់ផ្លូវ off road វិញហើយផ្លូវទៅ 7NG ណាហើយខ្ញុំចង់ជំរាបប្រាប់បងប្អូនណាបើសិនជាយើងជិះពីក្រោយឡានចេះហើយបើផ្លូវកែងមើលអីណាកុំវាយសោះព្រោះមិនទីលានប៉ណ្ណឹងទេប៉ណ្ណឹងយើង corner ដើម្បីយកទៅមុខបើន័យថាយើងយកលបឿនដើម្បីយកលេខរៀងណាតែបើផ្លូវយើងជិះធម្មតាផ្លូវកែងផ្លូវកោងនេះដែលខាតកុំវាកុំអីឲ្យសោះព្រោះវាគ្រោះថ្នាក់មែនតើខ្ញុំឃើញភាគច្រើនឲ្យតែផ្លូវកោងគឺចាប់ផ្ដើមវ៉ាដើម្បីចង់បានទៅមុខតែអត់ទាន់ដឹងថាវាជាបញ្ហាមួយដែលធ្វើឲ្យយើងមានបញ្ហាកន្លែងដែលធ្វើយើងមានបញ្ហាព្រោះផ្លូវកោងនេះគេមើលអត់ឃើញទេទាំងគេទាំងយើងគឺគេផ្ដោតទៅលើផ្លូវគេមិនបានផ្ដោតមកលើយើងទេអញ្ចឹងសូមប្រយ័ត្នទាំងអស់គ្នាហើយខ្ញុំវ៉ានេះខ្ញុំមើលច្បាស់លាស់មែនតើតើតែខាងមុខអត់មានបញ្ហាអីឃើញខ្ញុំបងប្អូនឃើញចេះគីតែចាក់ស្ដាយអត់ទេគឺឆ្ងាយមែនតើខ្ញុំអត់ហ៊ានទៅចិត្តទេអញ្ចឹងនៅពេលដែលមានឱកាសខ្ញុំគិតថាខ្ញុំអាចទៅផុតហើយមានសុវត្ថិភាពខ្ញុំទៅដូចកន្លែងនេះអីខ្ញុំត្រូវទៅព្រោះខ្ញុំអត់អាចនៅចន្លោះកណ្ដាលឡានមកក្រោយបានទេបើសិនជាយើងនៅឧទាហរណ៍មានឧបសគ្គឬក៏ល្អិលអីមួយគឺឡានគេហ្វ្រាំងអត់ទាន់ទេណាមួយផ្លូវវារៀងសើមផងអញ្ចឹងយើងក៏ត្រូវប្រយ័ត្នអ្នកបើកឡានក៏គាត់ត្រូវប្រយ័ត្នដែរអញ្ចឹងពេលនេះគឺខ្ញុំជិះទៅហើយដើម្បីឲ្យរៀងផុតឆ្ងាយបន្តិចហើយផ្លូវនេះអត់សូវល្អិលទេព្រោះវាមិនមែនជាដីឥដ្ឋណាអញ្ចឹងអត់សូវល្អិលទេសម្រាប់ម៉ូតូខ្ញុំគឺអត់អីទេខ្ញុំអាចជិះបានហើយអានេះខ្ញុំមិនជិះមកខាងគេទេខ្ញុំដើម្បីសុវត្ថិភាពព្រោះខាងនោះវាកលុកហើយវាដៅធំហើយអញ្ចឹងខ្ញុំជិះមកខាងនេះមកតែពេលដែលគេមកខ្ញុំជិះអញ្ចឹងណាយើងយកជលអធិស្ស្រ័យគ្នាអញ្ចឹងទៅហើយឡានមកអញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងកុំតែគៀកកុំតែអីចឹងណាហើយឡានផ្លូវហ្នឹងគឺធំមែនតើដោយបងប្អូននឹងស្រាប់ថាកាលមុនមានគ្រោះថ្នាក់រន្ធត់មួយដែលតាក់ទងទៅនឹងម្ដាយកូនឪពុកអីដែលកន្លែងកែងមួយដែលចិត្តទៅដល់កន្លែងគេលក់ពូសលក់អីចឹងបងប្អូនប្រយ័ត្នប្រយែងទាំងអស់គ្នាកុំយើងកុំលឿនខ្លាំងពេកហើយក៏ត្រូវធានាសុវត្ថិភាពខ្លួនឯងព្រោះម៉ូតូស្ថានភាពនៃការបើកគឺម៉ូតូខុសៗគ្នាអញ្ចឹងម៉ូតូខ្លះក៏វាជិះផ្លូវហ្នឹងវាល្អចឹងទៅម៉ូតូខ្លះក៏ល្អម៉ូតូខ្ញុំគឺអត់អីទេ
ជាពិសេសខ្ញុំចង់ប្រាប់បងប្អូនថានេះអាកន្លែងចាប់ពីឡើងនេះទៅគឺផ្លូវហៀងល្អិលទោះបីម៉ូតូខ្ញុំក៏ល្អិលដែរហើយហុយមែនតើជាពិសេសហ្នឹងគឺកលុកធំអញ្ចឹងឥឡូវខ្ញុំខាត់មកដល់កន្លែងនេះគឺកន្លែងគេគ្រោះថ្នាក់ការមុននឹងឯងកន្លែងហួសនឹងទៅក្រោយតែនេះខ្ញុំជីផុតហើយកន្លែងហ្នឹងគឺមានលក់ពូសលក់ត្រីលក់ខ្យងលក់អីចឹងណាច្រើនមែនតើតែប្រយ័ត្នthôiណាប្រយ័ត្នគេលក់ខ្យងចោលឲ្យខ្យងសៀមព្រោះការមុនខ្ញុំធ្លាប់ទិញប៉ះខ្យងសៀមខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាខ្យងសៀមខ្យងខ្មែរមិនទេតែទៅពេលទិញទៅក៏ខុសហើយស្អុយទៀតអញ្ចឹងប្រយ័ត្នប្រយែងមកទិញណាហើយការមុនខ្ញុំធ្លាប់ទិញទៅក៏ឲ្យលុយគេច្រឡំកដាស់ 50000 នៅហ្នឹងគេអត់អាប់អញ្ចឹងក៏វាមានបបពិសោធន៍ច្រើនដែរនៅកន្លែងហ្នឹងតែមិនអីទេអានេះវាជាកំហុសរបស់យើងឥឡូវខ្ញុំជិះមកដល់កន្លែងកាហ្វេមួយខ្ញុំធ្លាប់ចូលផឹកកាហ្វេនៅហ្នឹងដែរតែកាហ្វេអត់ឆ្ងាញ់ខ្ញុំឈប់ចូលទៅហើយក៏អត់ដែលបានចូលទៀតទេអញ្ចឹងអ្នកដែលចូលមកភាគច្រើនគេមកថតរូបមកអីចឹងណាព្រោះកន្លែងហ្នឹងគេឡើងទៅលើអញ្ចឹងទៅតែសម្រាប់ខ្ញុំធ្លាប់មកបានម្ដងដែរព្រោះយើងជិះកាត់រហូតបើយើងមិនចូលវាហាក់ដូចជាមិនសមណាតែបើចូលមកថតរូបចូលមកផឹកអីបានតែបើកាហ្វេដូចជាអត់សូវឆ្ងាញ់នេះសម្រាប់ខ្ញុំទេបើបងប្អូនឆ្ងាញ់ក៏ឆ្ងាញ់ទៅចាស់អញ្ចឹងចាប់ពីពេលនេះទៅគឺផ្លូវស្អាតវិញហើយបងប្អូនលែងកលុកកលិកហើយចាប់ពីកាហ្វេហ្នឹងទៅគឺផ្លូវស្អាតហ្មងដោយសារតែឡានធំបើកក៏មិនសូវជាមានបើកមកលើផ្លូវនឹងដែរអញ្ចឹងមកដល់នេះខ្ញុំខាត់មកមុខខ្លួនឯងវិញកន្លែងនេះខ្ញុំជិះរៀងលឿនបន្តិចដោយសារតែផ្លូវស្អាតតែយើងក៏ត្រូវបើកក្នុងគេថាលបឿនមួយដែលយើងអាច control ខ្លួនឯងបានណាអញ្ចឹងពេលដែលជិះតាមផ្លូវកន្លែងហ្នឹងគឺអែមមែនតើខ្ញុំចូលចិត្តតែក៏រៀងហានិភ័យដែរដោយសារតែវាមានដីខ្សាច់អីហើយអានេះគឺមើលមុខខ្លួនឯងអញ្ចឹងណាតែមិនអីទេជិះមកដល់កន្លែងហ្នឹងគេមានកន្លែងល្បីមួយឈ្មោះចកាធ្នងឈ្មោះអីកន្លែងញ៉ាំអីបែបកញ្ចុះមានកញ្ចុះមានអីម្ហូបឆ្ងាញ់ហើយតម្លៃសមរម្យហើយនៅនេះខ្ញុំធ្លាប់ចូលបានម្ដងពីរដងដែរជិះមកដល់ម្ដុំហ្នឹងចេះតែនឹកឃើញដល់ពួកម៉ាក់ព្រោះមិត្តភ័ក្ដិខ្ញុំភាគច្រើនមកជុំគ្នាគឺនៅនឹងឯងមកហូបអីជុំគ្នាអញ្ចឹងណាធ្លាប់តែជិះមកជាក្រុមអីចឹងទៅហូបអីទៅពេញវិញដល់ពេលជិះមកតែឯងហ្នឹងចេះសំណោះខ្លួនសំណោះមិត្តភ័ក្ដិនឹកអីដែរតែតាមជួបគ្នាដែរទេអញ្ចឹងកន្លែងនេះទៅមុខតិចទៀតដល់កន្លែងគេលក់សបុតចូលមើលកន្លែងសួនសัตว์សួនអីចឹងណាពីមុនតែឥឡូវមិនដឹងថាគេមានលក់សបុតទៀតអត់ទេហើយទៅហួសតិចទៀតដល់កន្លែងគេប៉ាណាំងម៉ូតូខ្ញុំពីមុនខ្ញុំធ្លាប់ឈប់មើលគេប៉ាណាំងម៉ូតូដែរអញ្ចឹងបន្ទាប់ពីហ្នឹងហើយខ្ញុំអត់បានថតទេតចូលទៅដល់ភូមិអានេះភូមិហើយពេលដែលបត់ចូលខាងស្ដាំដៃនេះគឺចូលទៅភូមិអ៊ំរបស់ខ្ញុំដែលគាត់ធ្វើពុះដីឡូលក់ហើយណែសត្វតែអតិថិជនរបស់គាត់ណាផ្ទះខ្លះហើយផ្ទះខ្លះតាមសាងសង់គឺអ៊ំខ្ញុំបកកើតតែម្ដងដែលគាត់ពុះឡូលក់គាត់ទិញខាងក្រោយហ្នឹងមកវាលហ្នឹងសឹងគាត់ទិញទាំងអស់ហើយគាត់មានរោងវាយបាល់ផ្ទះរោងបោះប៊ូរោងអីគាត់ហើយអ្នកនៅច្រើនហើយគេមកនៅច្រើនហើយហ្នឹងសត្វតែកាលនោះរោងបាល់គាត់អញ្ចឹងពីខាងឆ្វេងដៃនេះកន្លែងស្រះត្រីរបស់គាត់កន្លែងគាត់ដាំបន្លែដាំបកាខាងស្ដាំនេះគឺផ្ទះអតិថិជនរបស់គាត់ណាហើយខ្ញុំក៏ប៉ុន្តែខ្ញុំជិះផ្លូវមុខបានតែខ្ញុំចូលចិត្តជិះតាមហ្នឹងដោយសារតែមើលវាស្រែមើលអីចឹងទៅពីមុនកន្លែងហ្នឹងកន្លែងរត់ខ្លែងភ្នងរត់អីខ្ញុំជាមួយអ៊ំអីចឹងណាហើយអ៊ំក៏ទិញយកទៅគាត់ពុះឡូហើយសពព្រៃបងប្អូននៅគួរខ្លាចពីមុនតែឥឡូវគាត់ឈូសឆាយស្អាតស្រឡះអស់ហើយចឹងឡើងសើខ្លាយពីមុនអូខ្លាចបងប្អូនអើយកន្លែងហ្នឹងពីក្មេងខ្មោចធ្លាប់លងខ្ញុំម្ដងគឺពេលហ្នឹងខ្ញុំមួយអ៊ំខ្ញុំមកដឹកគោគឺខ្មោចលងកន្លែងហ្នឹងតែពីមុនអត់ទេពីមុនដីជ្រៅទៅក្រោមហើយតែហ្នឹងគឺទួលស្មាតទោះទួលហ្នឹងទួលជុះអាចទេឥឡូវនេះគឺលែងមានហើយគាត់ថាអូបងប្អូនអត់បានទេអញ្ចឹងឥឡូវចិត្តដល់ផ្ទះហើយពេលដល់ផ្ទះយាយគាត់ភ្ញាក់ដែរព្រោះចៅគាត់បានប្រាប់ទេស្រាប់តែទៅដល់ផ្ទះអញ្ចឹងអាផ្លូវនោះចូលមកបានផ្លូវជិះចិត្តទេតែខ្ញុំចង់ជិះតាមនេះអញ្ចឹងណាឥឡូវចូលមកដល់ផ្ទះក៏បានថតដែរគ្រាន់តែថាប្រាប់បងប្អូនថាខ្ញុំមកដល់ផ្ទះហើយមកបានយកផ្លែឈើជូនយាយហើយនឹងរបស់របរអញ្ចឹងឲ្យប្អូនអញ្ចឹងទៅហើយក៏ចេញត្រឡប់ទៅវិញអានេះទៅវិញហើយគ្មានបានថតអីទេគឺម៉ូតូបងប្អូនជឿថាខ្ញុំជិះម៉ូតូពីម្ពិញទៅផ្ទះនៅសល់តែប្រហែលជាខ្ទង់3លីត្រ2លីត្រជាងទេខ្ញុំជិះទៅដល់ស្រុកទាំងទៅដល់ការ៉ាសាំងនោះគឺប៊ីសនឹងឲ្យលុតមក
បើសិនជាទៅតែត្រឹម1គីឡូដីទៀតគឺម៉ូតូខ្ញុំអត់លុតខ្ញុំ challenge ខ្លួនឯងមែនទែនឥឡូវដល់ការ៉ាសាំងហើយទ្រូងរៀងធូរទៅហើយព្រោះវាលោតតាក់កុងទ័រណាគឺ1គីឡូទៀតគឺអាលុតរុញហ្មងហើយម៉ូតូមិនស្រាលទេបងប្អូនម៉ូតូខ្ញុំធ្ងន់មែនតើឥឡូវអញ្ចឹងឥឡូវចាក់សាំង5លីត្រសិនដោយសារតែ5លីត្រវាគួរសមតែបើមកពេញ8លីត្រឥឡូវ5លីត្រសិនហើយយើងបន្តដំណើរទៅមុខទៀតព្រោះអីចិត្តដល់ផ្ទះហើយនៅសល់តែ2-3គីឡូទៀតដល់ផ្ទះហើយអញ្ចឹងតោះយើងចាញ់ដំណើរទៅទៀតមកប្រាវទៀតគឺដល់ផ្ទះហើយអានេះយើងឆ្លងផ្លូវមើលឆ្វេងមើលស្ដាំខ្ញុំឈៀលមែនតែបងប្អូនមើលមេឃខាងក្រោយវាអត់សូវក្តៅទេបងប្អូនឃើញបើកថ្ងៃតែអត់សូវក្តៅទេអូនិយាយរួមទៅគឺអែមហ្មងហើយមេឃស្អាតមែនតើនៅក្រៅក៏ស្អាតដែរក្នុងកាមេរ៉ាកាន់តែស្អាតទៀតហើយពេលដែលខ្ញុំជិះហ្នឹងបងប្អូនគឺឈៀលមែនតើខ្យល់តែគាត់ថាវាចាំងភ្នែកអញ្ចឹងបើអត់ដាក់វ៉ែនតានេះទេគឺឈួលភ្នែកសាហាវហ្មងវាអត់ក្តៅទេគ្រាន់ថាវាចាំងភ្នែកអញ្ចឹងឥឡូវនេះយើងជិតដល់ខោនទ្វារចូលហើយខ្ញុំបានថតវាស្រែដែលជាផ្លូវចូលភូមិដែលភូមិខាងប្រពន្ធខ្ញុំណាខ្ញុំនៅបច្ចុប្បន្នហ្នឹងឯងបច្ចុប្បន្ននៅពេញឯងគាត់ថាឥឡូវខ្ញុំដូរទីលំនៅទៅខាងប្រពន្ធអញ្ចឹងណានេះផ្លូវចូលបងប្អូនជិះទៅជាក់ស្រួលមែនទែនជាពិសេសអាពេលល្ងាចអូខ្ញុំចូលចិត្តនាំប្រពន្ធខ្ញុំជិះម៉ូតូកាត់ហ្នឹងដោយការថតឲ្យបងប្អូនមើលអញ្ចឹងហើយផ្លូវហ្នឹងទៅដល់ចកាពុកក្មេកខ្ញុំគាត់ដាំស្មៅដើម្បីចិញ្ចឹមកដោបដាំអំពៅហើយដាំផ្លែឈើអីចឹងណាខ្ញុំបានថតខ្លះដែរដែលចាំមើលបានខាត់ចូលអត់ប្រហែលជាអាចនឹងខាត់ចូលចុងវីដេអូមើលទៅពួកអីខ្ញុំបានថតមួយប្រពន្ធខ្ញុំពេលដែលជូនគាត់ល្ងាចជូនគាត់ដើរលេងខ្លះទៅមើលដំណាំរបស់គាត់ហើយគាត់ខំដាំហើយតាំងពីដឹងទៅងន់មកមួយខែជាងហ្នឹងគាត់ដែរបានទៅទេអញ្ចឹងតោះខ្ញុំមកបានខ្ញុំជូនគាត់ទៅអញ្ចឹងណារុកព្រៃឲ្យពេញហ្នឹងនេះខាងស្ដាំដៃហ្នឹងគឺជាចកាពុកក្មេករបស់ខ្ញុំដែលគាត់ដាំស្មៅដាំអីនេះលបងហ្នឹងឯងតូបមួយហ្នឹងឯងចាឥឡូវផ្លូវបត់ចូលផ្ទះហើយពេលដែលទៅផ្ទះហ្នឹងក៏ជូនប្រពន្ធគាត់ថាអូឃ្លានបងមាន់អាំងមែនតើហើយអត់ដឹងថាទៅទិញណាអញ្ចឹងធ្វើខ្លួនឯងហូបទៅគាត់ឆ្ងាញ់គាត់មែនតើគាត់ឃ្លានយូរហើយបាយមិនសូវបានទេបានតែរបស់អញ្ចឹងបានកាទៀវបានអីចឹងបាយគាត់ថាហូបមិនសូវឆ្ងាញ់ទេអញ្ចឹងពេលមកដល់ផ្ទះស្ងាត់ជ្រាបដោយសារតែហត់ឪពុកម្ដាយក្មេកខ្ញុំគាត់លក់សណ្តែកបដោះអញ្ចឹងណាគាត់សម្រាកទៅឪពុកខ្ញុំគាត់នៅធ្វើឃ្លាំងនោះហើយប្រពន្ធខ្ញុំនៅក្នុងផ្ទះនៅតែម៉ូតូហ្នឹងឯងតាមទិញឲ្យមុនឥឡូវជូនគាត់មកទិញគ្រឿងក្រៅដើម្បីយកទៅធ្វើបងមាន់អាំងណាហើយនេះឆ្លៀតមើលខ្លួនឯងបងប្អូនមុខខ្ញុំគឺចាប់ផ្ដើមឡើងខ្មោចសាហាវមែនតើពីមុនអត់សូវឃើញទេអីទេយើងចាំគិតគូរតាមក្រោយទៀតឥឡូវនេះគឺទិញគ្រឿងក្រៅអីហើយយើងបន្តទៅទិញពងមាន់ដោយសារតែពងមាន់នៅផ្សារនេះអត់មានទេអញ្ចឹងយើងទៅផ្សារខាងត្បូងហើយប្រពន្ធគាត់ទិញទឹកអំពៅឲ្យមកថងដែរដោយសារតែខ្ញុំរៀងចង់វិលមុខដោយសារតែខ្ញុំខ្វះជាតិស្ករខ្ញុំធាត់ទេបងប្អូនដែរខ្ញុំខ្វះជាតិស្ករអត់ដឹងមិនទេតាំងពីដើមមកតែជួឈាមមើលនៅខ្វះជាតិស្ករអញ្ចឹងបើថារៀងវិលមុខរៀងតុនដៃតុនជើងផឹកទឹកអំពៅឬក៏ផឹកអីតែមួយកែវទៅគឺលែងអីហើយអញ្ចឹងឥឡូវនេះមកទិញពងមាន់ណាអ្នកទិញហ្នឹងក៏ទងន់អ្នកលក់ហ្នឹងក៏ទងន់ដែរបងប្អូនហើយអ្នកទិញហ្នឹងក៏ត្រូវជាអ្នកភូមិស្គាល់គ្នាប្រពន្ធខ្ញុំផ្លេចបាត់ទៅព្រោះគាត់ក្មេងតែគាត់ទៅធំអញ្ចឹងណាគាត់មានគ្រួសារមានអីទៅចង់ផ្លេចមុខគ្នាក៏ប៉ុន្តែអ្នកភូមិមួយគ្នាសោះគាត់ថាគាត់មិននៅណេះឆ្ងាយពីភូមិគាត់មានគ្រួសារអញ្ចឹងណាហើយតមកអូនហ្នឹងគាត់សួរគាត់អីទៅអ្នកភូមិមួយគ្នាសោះមកនៅណារៀងឆ្ងាយដែរជីមិនឆ្ងាយប៉ុន្មានទេ3-4គីឡូមកដល់ផ្ទះរើចានឆ្នាំងយាយអូនិយាយអញ្ចឹងនឹកឃើញភ្លេចយកចានយាយទុកវិញរើយកមកហូបហើយលាងហើយផ្កាប់នៅរាវចានហ្នឹងភ្លេចយកទុកឲ្យគាត់វិញឥឡូវនេះបានចាននេះចានយើងអាកោហ្នឹងឯងចានយើងអាំងហ្នឹងឯងអាចានហ្នឹងបានបែកដាក់ចានយើងមិនបែកប្រពន្ធខ្ញុំគាត់គោះបងមាន់ហើយខ្ញុំអត់បានថតអីវែងឆ្ងាយទៀតទេគឺប្លុកហ្នឹងគឺវីដេអូហ្នឹងគឺចាប់ធ្វើគូសពងមាន់ពងអីហ្នឹងឯងហើយតិចទៀតខ្ញុំក៏ទៅកាប់អាធៀងចេកនោះដើម្បីមកលាបចាន
វាងាយស្រួលអញ្ចឹងណាវាស្រួលយើងដូចជាងចាក់នំគ្រូអញ្ចឹងឯងអញ្ចឹងដើរទៅក្តៅពេលថ្ងៃរៀងក្តៅដែរតែអត់អីទេវាអត់កុហកកាហាយទេក្តៅមកល្មមទេហើយអរគុណបងប្អូនមែនតើដែលបានទស្សនាវីដេអូមួយហ្នឹងខ្ញុំនិយាយទាំងអស់ហ្មងហើយខ្ញុំចាំមើលខ្ញុំ highlight វីដេអូខ្ញុំនឹងប្រពន្ធដែលចកាឲ្យបងប្អូនមើលនៅtrongវីដេអូណាអញ្ចឹងនេះគឺខ្ញុំដើរទៅហើយអញ្ចឹងបងប្អូនទស្សនាតាមនឹងទៅចាស់ហើយវីដេអូក្រោយខ្ញុំប្រហែលជាអាចនឹងនិយាយផ្ទាល់ខ្ញុំអត់ voice over ទេតែចាំមើលជាក់ស្ដែងសិនព្រោះពេលដែល voice over វាអាចនឹងរៀងស្រួលជាងយើងនិយាយពូពេលនិយាយមានអារម្មណ៍ថាអៀនពេលថតអញ្ចឹងណាអញ្ចឹងខំដល់បងប្អូនឲ្យជាស្រ័យបើសិនជាមានកំហុសខុសឆ្គងអីចឹងតែពេលដែលមើលវីដេអូនេះហើយមានអារម្មណ៍ថានឹកផ្ទះទៀតហើយនេះប្រពន្ធខ្ញុំក៏បេះផ្ទីយកទៅទុកស្ងោរមួយសាច់ជ្រូកច្រាំអញ្ចឹងណាគាត់បេះផ្ទីដែលវាដុះនៅក្នុងចកាហ្នឹងដើរតែឃើញក៏បេះហើយខ្ពស់នោះមិនមែនអំពៅណាគឺជាស្មៅនៃការស្មៅអំពៅដើរទៅមើលដើមមនរបស់គាត់ដាំមនគាត់ហ្នឹងគឺមើលនិយាយពីថាលើកណាគាត់ទៅមើលមនគាត់ហ្នឹងដែរចូលទៅហើយមនពីដើមហ្នឹងដែលខំទិញយកទៅដាំហ្នឹងគាត់នឹងការបានហូបទេនេះមនគាត់ហ្នឹងគាត់ដើរកលឹងហ្នឹងគាត់មើលទៅមនគាត់ចិត្តបានហូបហើយឃើញម៉ូនហ្នឹងគាត់ឲ្យខ្ញុំបូតអាស្លឹកខាងហ្នឹងចេញដើម្បីកុំឲ្យវាលូតទៅលើទៀតអញ្ចឹងណាហើយខ្ញុំបូតចុះបូតឡើងដាច់តាអាត្រួយលើហ្នឹងឯងគាត់ឲ្យខ្ញុំបូតទៅកុំឲ្យវាលូតបែកមែកសាខាទៀតខ្ញុំមិនដឹងទេខ្ញុំចេះធ្វើតាមគាត់ទៅបូតទៅដាច់ក្បាលបូតទៅដាច់ក្បាលរហូតដាច់បាត់ហ្នឹងអញ្ចឹងមានទេមេឲ្យធ្វើអីធ្វើហ្នឹងបន្ទាប់ពីបេះមើលដើមម៉ូនហើយមករកដើមត្រប់របស់គាត់ដាំត្រប់ទៀតហើយមកដល់ឃើញក្តាមឲ្យខ្ញុំចាប់យកត្រាំឲ្យតែមួយនឹងឯងហើយយកទៅឲ្យត្រាំឲ្យចាប់យកត្រាំទៅដល់ប៊ីខ្ញុំចង់លេងក្តាមដែរព្រោះខាងស្កររសជាតិវាគៀមនៅយូរហើយអញ្ចឹងឥឡូវនេះមើលត្រប់ផ្លេចខ្លួនបេះត្រប់ខ្លួនឯងនឹងមិនដឹងមិនមកទេមិនដឹងថាចេះរយឬក៏មិនអីត្រប់ហ្នឹងព្រោះគាត់បេះដែរហើយនេះបេះបោចដើមស្វាយរបស់គាត់អត់មានអ្នកស្រោចទឹកស្រះនេះស្រះចិញ្ចឹមត្រីរបស់ឪក្មេករបស់ខ្ញុំគាត់ចិញ្ចឹមត្រីណាគាត់គ្មានអីធ្វើមហូបចេះមកយក1 2អញ្ចឹងត្រីហ្នឹងដើមត្រប់របស់គាត់ល្អផ្លែតែអត់មានអ្នកបេះទេនេះម្ទេសដួលម្ទេសដោះកោខ្ញុំណែឃើញល្អក៏បេះច្រកដបយកមកបំពេញទៅត្រាំទឹកខ្មេះទុកហូបអញ្ចឹងណាគឺឆ្ងាញ់មែនតែម្ទេសនេះគាត់ថាខែភ្លៀងបានវាផ្កាព្រោះអត់សូវមានអ្នកនេះទេពីវាមាត់ហ្នឹងឆ្ងាញ់ដែរហ្នឹងណាតំណងឯមាត់ឃើញទេម្ទេសហ្នឹងអត់ហឹរខ្លាំងទេគឺល្មមឆ្ងាញ់អញ្ចឹងហូបលេងទៅយើងគ្មានអីហូបអញ្ចឹងណាយ៉ាងហូបម្ទេសលេងអញ្ចឹងទៅបេះមកឃើញអាត្រួយហ្នឹងស្លកកោហ្នឹងណាបងប្អូនឆ្ងាញ់មិនទៅអាត្រួយម្ទេសហ្នឹងជាមួយនឹងអាក្តាប់ម្ទេសហ្នឹងអីចឹងទៅចឹងបន្ទាប់ពីបេះម្ទេសហើយគាត់ព្រោះខ្ញុំលុកព្រៃទៅមើលដើមម៉ូនគាត់ទៀតដែរតែដើមម៉ូនហ្នឹងវាខ្សិនខ្ស៊ីបបាត់ហើយចឹងក៏ចេញពីដើរចូលហ្នឹងចេញទៅត្រង់មន់ផ្អើមន់ឪឯងពេញមកដីហ្នឹងតែមិនអីទេយប់បន្តិចវាចូលវិញនេះដើមព្រិញចឹងវីដេអូចប់តាមប៉ុណ្្នឹងហើយបងប្អូនចេញពីចកាចាក់សោឲ្យឪវិញហ្នឹងឯងហើយដើរតាមផ្លូវទៅឃើញខ្វិតល្អតែអត់បានបេះអត់បានថតទេបេះតែអត់បានថតព្រោះជាខ្វិតរបស់គេអញ្ចឹងណាយើងលួចបេះអញ្ចឹងទៅអញ្ចឹងអរគុណបងប្អូនជំរាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត